ខណៈនិទានរឿងសូមជូនរឿងដូនចាស់ក្នុងឃ្លោកដែលមានដំណើររឿងដូចតទៅកន្លងយូរណាស់មកហើយដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្តីនៅឯស្រុកឆ្ងាយគាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយក៏ជួបនឹងកញ្ជ្រោងមួយយាយចាស់អញអត់អីស៊ី10ថ្ងៃហើយយាយឯងមិនអាចទៅទៀតឆ្ងាយពីនេះបានទេព្រោះអញនឹងស៊ីយាយឯងអស់ឥឡូវហើយកញ្ជ្រោងនិយាយដូនចាស់ឆ្លើយតបថាសូមអត់ទ្រាំសិនចៅសម្លាញ់អើយខ្ញុំទៅសួរសុខទុក្ខកូនស្រីខ្ញុំតែមួយខែទៀតខ្ញុំនឹងត្រឡប់មកតាមផ្លូវនេះវិញដូចនេះសូមចៅឲ្យខ្ញុំទៅសិនចុះឥឡូវនេះខ្ញុំនៅស្គមប៉ុន្តែដល់ពេលនោះខ្ញុំនឹងថតហើយចៅឯងស៊ីខ្ញុំបានឆ្ងាញ់ហើយតាមចិត្តប្រាថ្នាកញ្ជ្រោងនឹកក្នុងចិត្តថាមនុស្សស្រីថតជាអាហារឆ្ងាញ់ជាងមនុស្សស្គមដូចនេះវាក៏ឲ្យដូនចាស់នោះបន្តដំណើរទៅគាត់ក៏ស្រោតដំណើរដោយនឹកសង្ឃឹមថាគ្មានសត្វអ្វីមករារាំងគាត់ទៀតទេគាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានផងស្រាប់តែស្ដេចព្រៃដល់សាហាវគឺខ្លាធំចេញមកហើយក្រហមថាយាយចាស់អញអត់ចំណីចំនួន20ថ្ងៃហើយយាយឯងនឹងត្រូវជាចំណីរបស់អញភាវនាឲ្យហើយទៅអោលោកអើយសុំលេងឲ្យខ្ញុំទៅផងលោកអាចស៊ីខ្ញុំបាននៅពេលដែលខ្ញុំត្រឡប់មកពីសួរសុខទុក្ខកូនស្រីខ្ញុំវិញដល់ពេលនោះខ្ញុំនឹងថតហើយមានឲ្យជារសឆ្ងាញ់មិនមែនស្គមកំប្រឹងហើយស្វិតដូចឥឡូវនេះទេដូនចាស់និយាយឮដូចនោះខ្លាក៏បើកផ្លូវឲ្យទៅមិនយូរប៉ុន្មានស្ដេចស្វាមួយអន្លើដោយបរិវារឈររាំងផ្លូវគាត់ដើម្បីបំភាន់ភ្នែកស្ដេចស្វាទទួលគាត់យ៉ាងគួរសមដោយជូនផ្កាដល់ក្រអូបមួយបាច់ទៅគាត់បន្ទាប់មកវាពោលទៅញញឹមថាយាយបានអញ្ជើញមកតន់ពេលល្អខ្ញុំមានសេចក្តីរីករាយនឹងស៊ីយាយឯងដូនចាស់តបថាអោលោកម្ចាស់ស្វាអើយសំលោកអត់ទ្រាំបន្តិចសិនខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីខ្ញុំដូចនេះសំលោកលេងឲ្យខ្ញុំទៅផងឥឡូវនេះខ្ញុំស្គមណាស់ប៉ុន្តែក្នុងរយៈពេលមួយខែទៀតខ្ញុំនឹងមានសាច់ថតហើយពេលនោះលោកម្ចាស់អាចស៊ីខ្ញុំបានតាមចិត្តប្រាថ្នាប៉ុន្តែស្ដេចស្វាមិនមែនជាស្ដេចស្វាដោយងាយបោកបានដូចជាកញ្ជ្រោងនឹងខ្លាទេតាមបញ្ជារបស់ស្ដេចស្វាមួយហ្វូងមកឡោមព័ទ្ធដូនចាស់ដោយស្រែកជែកចាយផងកូនស្វាតូចមួយហ៊ានឡើងលើស្មាហើយលោតទុំលើក្បាលគាត់ទៀតគាត់អង្វរពួកស្វាឲ្យបើកផ្លូវឲ្យគាត់ទៅតែស្ដេចស្វានិយាយថាខ្ញុំមិនជឿយាយឯងពិតជាត្រឡប់មកតាមផ្លូវនេះវិញទេលក្ខណាយាយឯងមិនស្បត់នៅចំពោះភ័ក្រព្រះពុទ្ធនោះដូនចាស់ក៏ស្បត់ហើយគាត់ក៏បានត្រូវអនុញ្ញាតបន្តដំណើរទៅមុខទៀតយូរក្រោយមកគាត់បានទៅដល់ផ្ទះកូនស្រីហើយរស់នៅទីនោះយ៉ាងសុខសាន្តប៉ុន្តែពេលវេលាកន្លងយ៉ាងលឿនហើយមួយខែក៏បានកន្លងផុតទៅយ៉ាងឆាប់រហ័សដែរពេលនោះគាត់នឹកពាក្យសន្យារបស់គាត់ជាមួយនឹងសត្វទាំងឡាយហើយក៏ប្រាប់រឿងទាំងអស់នោះទៅកូនស្រីគាត់ម្ដាយនិងកូនរួមគំនិតគ្នាធ្វើគម្រោងការមួយកូនស្រីទៅយកផ្លែឃ្លោកធំពីរមកឃ្លោកមួយឈ្មោះលង្កាចំណែកឯឃ្លោកមួយទៀតរាងដូចដបហើយមួយទៀតឈ្មោះចិន្តាដែលមានរាងដូចពស់កូនស្រីដាក់ដូនចាស់ចូលទៅក្នុងឃ្លោកលង្កា
ឲ្យឃ្លោកចិន្តានាំផ្លូវចេញទៅដូចនេះឃ្លោកទាំងពីរធ្វើដំណើរចូលទៅក្នុងព្រៃសំដៅទៅកន្លែងដែលស្វាខ្លានិងកញ្ជ្រោងកំពុងរងចាំដូនចាស់ដោយស្រែកឃ្លានមកដល់ផ្លូវបំបែកស្វាប្រជុំគ្នាយ៉ាងកុះកខុសពីធម្មតារំពេចនោះពួកស្វាឮសូរសំឡេងចម្លែកម្យ៉ាងហើយឃើញឃ្លោកចិន្តាដើរមកជិតដោយមានឃ្លោកលង្កាតាមពីក្រោយបើកផ្លូវឲ្យយើងឃ្លោកចិន្តាស្រែកឡើងតើពួកអ្នកឯងរាល់គ្នាចងយ៉ាងម៉េចបានជាមករាំងផ្លូវយើងយ៉ាងនេះស្ដេចស្វាស្រដីយ៉ាងគួរសមដោយថយក្រោយមួយជំហានពួកគាត់កំពុងចាំដូនចាស់ម្នាក់ដែលសន្យាប្រកបខ្លួនធ្វើជាចំណីពេលល្ងាចរបស់យើងតើអ្នកបានឃើញគាត់នៅតាមផ្លូវដើរឬទេតើយើងមានតាក់ទងអ្វីនឹងដូនចាស់របស់ពួកឯងឃ្លោកចិន្តាតបយ៉ាងក្រអឺតចេញពីផ្លូវយើងរួចឃ្លោកចិន្តានឹងលង្កាបន្តដំណើរទៅមុខបន្តទៀតបន្តិចក្រោយមកឃ្លោកទាំងពីរបានទៅដល់កន្លែងដែលខ្លាកំពុងរងចាំដូនចាស់ម្នាក់ដែលបានសន្យាប្រកបខ្លួនធ្វើជាចំណីពេលល្ងាចរបស់យើងតើអ្នកបានឃើញគាត់នៅតាមផ្លូវដែរឬទេតើយើងមានទំនាក់ទំនងអ្វីជាមួយដូនចាស់ពួកឯងឃ្លោកចិន្តានិយាយយ៉ាងក្រអឺតចេញពីផ្លូវពួកយើងរួចឃ្លោកចិន្តានិងលង្កាបន្តដំណើរទៅមុខទៀតបន្តិចក្រោយមកឃ្លោកទាំងពីរបានទៅដល់កន្លែងដែលខ្លាកំពុងរងចាំខ្លាបានសម្មចិត្តថាមិនស្ដាប់សម្ដីមួយម៉ាត់របស់យាយចាស់នេះទៀតឡើយហើយប្រុងប្រៀបនឹងលោតទៅកាច់កនិងហាយគាត់ស៊ីមួយរំពេចដំបងសូរសំឡេងមួយបានលន់ឮពីចម្ងាយបន្ទាប់មកខ្លាក៏ឃើញឃ្លោកចិន្តារមៀលមករកវាដោយមានឃ្លោកលង្កាមកតាមក្រោយផងបើកផ្លូវឲ្យយើងឃ្លោកចិន្តាស្រែកឡើងខ្លាស្រឡាំងកាំងគិតអ្វីមិនយល់ក៏ជះផ្លូវរួចភ្លាមនោះវានឹកឃើញក៏ពោលឡើងថាអូតើអ្នកបានឃើញយាយចាស់ដែលបានសន្យាប្រកល់ខ្លួនធ្វើជាចំណីពេលល្ងាចរបស់ខ្ញុំទេតើយើងមានអ្វីតាក់ទងនឹងដូនចាស់ពួកឯងឃ្លោកចិន្តានិយាយតបចេញផ្លូវយើងឃ្លោកចិន្តានិងឃ្លោកលង្កាក៏ធ្វើដំណើរទៅហួសទៀតពេលនោះកញ្ជ្រោងបានឮសូរយានចម្លែកដែលរមៀលកាត់ព្រៃវាបានមានការសង្ស័យណាស់វាក៏បានយកដុំថ្មស្រួចមកដាក់កណ្ដាលផ្លូវរួចវាទៅពួនចាំលបមើលពីក្រោយឈើមួយដើមបន្តិចមកឃ្លោកចិន្តានិងលង្ការមៀលមកដល់ទីនោះយ៉ាងលឿនដូនចាស់អស់សំណើចខ្លួនឯងដំណើរដល់ពិនប្រសពដែលឃ្លោកទាំងពីរបានបំផំភ្នែកពួកស្វានិងខ្លាក្រាក់ឃ្លោកលង្កាទង្គិចនឹងដុំថ្មស្រួចហើយបែករយះពីលើដល់ក្រោមក្រវត្តដូនចាស់ចេញពីផ្លូវពេលនោះស្វានិងខ្លាបានយល់កលល្បិចដែលគេបោកវាហើយក៏ដេញតាមមកដែរចំពេលដែលកញ្ជ្រោងរៀបចំស៊ីដូនចាស់តែម្នាក់ឯងសត្វឯទៀតនោះក៏រត់មកដល់ដែរដូនចាស់ដឹងថាពេលនេះគាត់រត់គេចមិនរួចពីក្រញាំសត្វទាំងនេះទេតែគាត់មិនតាន់អស់សង្ឃឹមឡើយគាត់ក៏សុខចិត្តឲ្យសត្វទាំងនោះស៊ីគាត់ប៉ុន្តែគាត់ស្រដីថាបើយល់ល្អអាំងខ្លួនខ្ញុំសិនធ្វើយ៉ាងនេះទៅមានឲ្យជារសឆ្ងាញ់ឬដូចនោះពួកសត្វទាំងនោះនាំគ្នាបង្កាត់ភ្លើងអាំងគាត់អស់ត្រូវបានខ្លាចជាផេះសិនមុននឹងពេលដាក់អាំងខ្ញុំអាំងហើយខ្ញុំនឹងឆ្អិនមួយរំពេចដូនចាស់និយាយដោយសង្ឃឹមថានឹងអាចពន្យាពេលបានយូរបន្តិចទៀតទីបំផុតពេលអស់ខ្លាយទៅជាផេះហើយ
ដូនចាស់យកដុំថ្មមួយដុំមកដាក់កណ្ដាលភ្នក់ភ្លើងរួចក៏អង្គុយចំពីលើដោយគិតថាចំណីរបស់ខ្លួនមុខជាបានឆ្អិនក្នុងពេលឆាប់ៗនោះសត្វទាំងអស់ក៏បិទភ្នែកហើយសូត្រថតាមទំនៀមទម្លាប់ភ្លាមនោះដូនចាស់ក្តាប់ផេះមួយដៃរួចបាច់ចំមុខសត្វទាំងនោះធ្វើឲ្យពួកវាមើលអ្វីមិនឃើញគាត់ក៏រត់ចេញពីក្នុងព្រៃហើយក៏បានរួចខ្លួនមុនពេលពួកវាបើកភ្នែកមើលបានវិញពោពេញទៅដោយកំហឹងហើយថែមទាំងឃ្លានខ្លាំងផងកញ្ជ្រោងខ្លានឹងស្ដេចស្វានាំគ្នារកដូនចាស់គ្រប់ទិសទីប៉ុន្តែពួកនោះលែងឃើញគាត់ទៀតហើយបាទរឿងនេះក៏ចប់តែប៉ុណ្្នឹងបាទសូមអរគុណ